រឿងរ៉ាវដ៏រន្ធត់ដែលខ្ញុំហៀបនឹងរៀបរាប់ប្រាប់បងប្អូននៅពេលនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានកើតឡើងកាលពីជាង12ឆ្នាំមុនក្នុងអំឡុងពេលដែលខ្ញុំនៅជាអ្នកស៊ីឈ្នួលកាប់ឈើនិងរកវល័យនៅក្នុងព្រៃជ្រៅនៃខេត្តមណ្ឌលគិរីកាលនោះខ្ញុំនៅក្មេងនិងមានកម្លាំងខ្លាំងមិនសូវជឿរឿងខ្មោចព្រាយបិសាចអីទេឲ្យតែបានប្រាក់គឺខ្ញុំហ៊ានទាំងអស់ពួកយើងមានគ្នាសរុប5នាក់បានសម្រេចចិត្តចូលទៅក្នុងតំបន់ព្រៃការពារមួយដែលល្បីថាមានដើមឈើប្រណិតជាច្រើនជាពិសេសគឺដើមឈើទាវយ៉ាក់មួយដើមដែលអ្នកស្រុកតែងតែនិយាយតគ្នាថាជាដើមឈើមានម្ចាស់ឬជាទីលំនៅរបស់អ្នកតាភ្នំមុននឹងចេញដំណើរចាស់ទុំក្នុងភូមិបានហាមពួកយើងថាកុំទៅកាប់ដើមឈើនៅតំបន់អូយ៉ាក់អីសោះព្រោះកន្លែងនោះកាចណាស់ធ្លាប់មានមនុស្សចូលទៅហើយមិនបានត្រឡប់មកវិញទេប៉ុន្តែដោយសារតែមេការរបស់យើងឈ្មោះពូផានគាត់ជាមនុស្សមិនជឿជំនឿហើយគាត់លោភលន់ចង់បានឈើនោះខ្លាំងគាត់ក៏បង្ខំឲ្យពួកយើងទៅការធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅនោះចំណាយពេលអស់2ថ្ងៃពេញផ្លូវលំបាកខ្លាំងណាស់ត្រូវឡើងភ្នំចុះច្រោះនិងកាត់ព្រៃឫស្សីយ៉ាងក្រាស់ពេលទៅដល់គោលដៅបរិយាកាសនៅទីនោះខុសប្លែកពីកន្លែងផ្សេងដាច់ស្រឡះវាងងឹតស្លុបទោះបីជាពេលត្រង់ក៏ដោយព្រោះដើមឈើធំដុះបាំងពន្លឺព្រះអាទិត្យជិតឈឹងនៅចំកណ្ដាលនៃទីនោះមានដើមឈើទាលមួយដើមធំមហិមាទំហំប្រហែលជា4ឬ5នាក់អោបមិនជុំសម្បករបស់វាមានពណ៌ខ្មៅរលោងហើយឫសរបស់វាដោះពាក់ទិញដីដូចជាសត្វពស់យក្សអ្វីដែលចម្លែកគឺនៅជុំវិញដើមឈើនោះគ្មានដើមឈើតូចឬស្មៅដោះឡើយវាស្អាតដូចមានគេបោសសម្អាតរាល់ថ្ងៃពូផានត្រេកអរណាស់គាត់បញ្ជាឲ្យពួកយើងរៀបចំកន្លែងបោះជំរំនៅក្បែរដើមឈើនោះដើម្បីត្រៀមរំលំនៅថ្ងៃស្អែកនៅយប់ដំបូងនោះហើយដែលហេតុការចម្លែកចាប់ផ្ដើមកើតឡើងបន្ទាប់ពីហូបបាយល្ងាចរួចពួកយើងក៏ចូលដីក្នុងមុងរៀងខ្លួនម៉ោងប្រហែលជា12រំលងអាត្រៀតខ្យល់បក់ខ្លាំងមកពីលើកំពូលភ្នំធ្វើឲ្យស្លឹកឈើបក់គ្នាឮសូរប្រាវខ្ញុំកំពុងតែដេកឡើងស្កប់ស្កល់ស្រាប់តែភ្ញាក់ឡើងដោយសារឮសំឡេងភ្លេងពីនាត់ប៉ាតគឺសំឡេងភ្លេងពីនាត់ប៉ាតខ្មែរយើងសុទ្ធសាធដែលលាន់ឮចេញពីខាងក្នុងដើមឈើទាលនោះសំឡេងរណាតគងស្គរវៃជាចង្វាក់យ៉ាងពីរោះប៉ុន្តែបង្កប់ទុយដោយភាពសោកសៅនិងគួរឲ្យព្រឺក្បាលខ្ញុំគិតថាខ្ញុំយល់សពតែពេលខ្ញុំញាក់ទៅមើលមិត្តភក្តិខ្ញុំឈ្មោះសូកគាត់ក៏កំពុងបើកភ្នែកធំសម្លឹងមកខ្ញុំដែរបញ្ជាក់ថាគាត់ក៏ឮដូចគ្នាពួកយើងមិនហ៊ានមាត់កទេបានត្រឹមតែដេកយកភួយដណ្ដប់ក្បាលមកសន្ទុះក្រោយមកសំឡេងភ្លេងក៏បាត់ទៅវិញជំនួសមកវិញដោយសំឡេងសើចហាសំឡេងសើចនោះធំក្រាស់ដោយសំឡេងមនុស្សប្រុសចាស់ដែលសើចចេញពីបំពង់កហើយវាកងរំពឹងពេញព្រៃស្រាប់តែភងសំឡេងដូចគេគប់ដុំថ្មធំមកលើដីក្បែរមុងពួកយើងធ្វើឲ្យដីងាស់ពូផានដែលជាមេការក៏ស្ទុះក្រោកឡើងហើយស្រែកខ្លាំងថានរណាក៏ហ្នឹងក៏មកលេងសើចណាចេញមកភ្លាមគាត់ទាញកំព្រឿងកាយឆ្នៃបាញ់ឡើងលើមេឃមួយគ្រាប់ផាំងដើម្បីគំរាមប៉ុន្តែអ្វីកម្មតែអាក្រក់ទៅទៀតក្រោយស្នូកំព្រឿងស្ងាត់ទៅវិញស្រាប់តែមើលខ្យល់គួចមួយបុកម៉ាក់ឲ្យយ៉ាងខ្លាំងបោករំលំតង់នឹងមុងរបស់ពួកយើងភ្លើងគប់ដែលយើងបង្កាត់ក៏រលត់ឈឹងក្នុងភាពងងឹតនោះខ្ញុំបានឃើញនៅលើម៉ែឈើទាវដែលធំនោះមានពន្លឺពណ៌ក្រហមពីរគ្រាប់ប៉ុនផ្លែដូងកំពុងតែភឺជីងចាញ់វាមិនមែនជាភ្លើងទេវាគឺជាភ្នែករបស់អ្វីមួយដែលធំមហិមាកំពុងអង្គុយនៅលើម៉ែឈើសម្លឹងចុះមកពួកយើងបន្តិចម្ដងពន្លឺប្រច័ណ្ឌដែលលេចចេញពីពុកម៉ែបានធ្វើឲ្យខ្ញុំឃើញរូបរាងរបស់វាគឺជាបុរសម្នាក់ដែលមានរាងកាយខ្មៅរលោងធំដូចយក្សស្លៀកក្បិនពណ៌ក្រហមខ្លួនអាក្រដែកបង្ហាញសាច់ដុំដូចថ្មហើយមានសក់វិញអន្លៃវាគឺអារ៉ាក់ឬញាក់តាម្ចាស់ដើមឈើវាមិនងាយអ្វីទាំងអស់គ្រាន់តែលូកដៃរបស់វាវែងមកចាប់យកជើងរបស់ពូផានដែលកំពុងឈរស្រែកនោះហើយយល់ក្រាន់ទៅលើដើមឈើយ៉ាងលឿនពូផានស្រែកឲ្យគេជួយផងវាចាប់ខ្ញុំហើយប៉ុន្តែសំឡេងរបស់គាត់កាន់តែឆ្ងាយទៅរហូតដល់បាត់ចូលទៅក្នុងចន្លោះម៉ែឈើដ៏ងងឹតមិតបន្ទាប់មកក្រឹបសំឡេងដូចជាឆ្អឹងបាក់លាយឡំទៅមួយសំឡេងស្រែកឈឺចាប់ចុងក្រោយរបស់ពូផានហើយបន្ទាប់មកស្ងាត់ឈឹងដំណក់ឈាមស្រស់បានស្រក់ចូលមកតក់ដោយទឹកភ្លៀងមកលើពួកយើងដែលកំពុងឈរញ័រជើងខាងក្រោមនោះខ្ញុំនឹងមិត្តភក្តិ3នាក់ទៀតភ័យរន្ធត់រហូតដល់នោមដាច់ខោពួកយើងលែងខ្វល់ពីអ្វីទាំងអស់ពួកយើងប្រមូលកម្លាំងរត់ចុះពីភ្នំតាំងយប់ងងឹតរត់កាត់ព្រៃបន្ទឡារត់ចំពប់ឬឈើដួលរលាត់ដៃជើងក៏មិនហ៊ានជប់សំរែងភ្លេងពីនាត់ប៉ាត
និងសំឡេងសាយហា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 នៅតែលាន់លឺតាមក្រោយខ្នងពួកយើងរហូតពួកយើងរត់រហូតដល់ព្រឹកទើបទៅដល់ភូមិអ្នកស្រុកពេលទៅដល់ភូមិយើងបានប្រាប់អ្នកស្រុកពីរឿងរ៉ាវនេះចាស់ទុំបាននិយាយថាដើមឈើទៀមនោះគឺជាទីកន្លែងសក្ការៈដែលគេមិនដែលហ៊ានបំពានទេពូផានបានបាញ់កំភ្លើងប្រមាថទើបអ្នកតាយកជីវិតក្រោយមកគ្រួសារពូផានបានទៅធ្វើពិធីសុំខ្មោចនៅទីនោះប៉ុន្តែរោគសាកសពមិនឃើញទេឃើញតែសម្លៀកបំពាក់ដែលរហែកនិងកំភ្លើងដែលបាក់ជាពីរតាំងពីពេលនោះមកខ្ញុំបានឈប់ជាអ្នកកាប់ឈើហើយរាល់ពេលដែលខ្ញុំឮសំឡេងភ្លេងពីណតប៉ាតឬឃើញដើមឈើធំៗនៅក្នុងព្រៃខ្ញុំតែងតែនឹកឃើញដកកែវភ្នែកពណ៌ក្រហមនិងសំឡេងស្រែករបស់ពូផានជានិច្ចបងប្អូនអើយចូលចាំទុកថាព្រៃភ្នំមានម្ចាស់ដើមឈើមានវិញ្ញាណកុំចេះតែហ៊ានបំពានឬសម្ដីលោឡាឲ្យសោះប្រយ័ត្នជួបគ្រោះថ្នាក់ដែលមើលមិនឃើញ